Quạt miên phá đam nhà ấy bạn ôn không phẳng hiền mày. គាត់ផ្ដាំខ្ញុំឲ្យខំប្រឹងប្រែងរៀនសូត្ររួចមានតែការរៀនសូត្រតែធ្វើឲ្យយើងជីវិតយើងប្រសើរជាងមុនហើយធ្វើឲ្យផ្លាស់ប្ដូរជីវភាពគ្រួសារនិងសង្គមគេមើលវិល័យយើងផ្សេងទៀត Mà clear này cứ miên này sẽ đáp tới miên tất cả riêng sâu tế bản phơ ao ca plapado chỉ vật dương bán đôi mà đo là chẳng cứ sông công kê từ tua score hay tu bay ôn chi vật hiệp te áp sơ là o mến phân tay sông công kê từ tua score hay lực từ xa đai nắc man ấy thật luôn này bán chuộng អត់ដែរស្មានទេ អត់ដែរនឹកស្មានទេគេដង្ហែក្បួនហ្នឹងដឹងថាពេលដែលគេប្រឡងជាប់ហ្នឹងគេក្រងនឹងដង្ហែក្បួនសម្រាប់អ្នកជាប់ឬមួយក៏យ៉ាងម៉េចគេដង្ហែក្បួនសម្រាប់អ្នកជាប់លទ្ធផលទូទាំងប្រទេសគេដង្ហែចឹងហ្មងរាល់ឆ្នាំបាទហើយតែមានអ្នកជាប់ទូទាំងប្រទេសដែរសម័យថាខ្ញុំថ្ងៃណាមួយនឹងបានចឹងដែរធ្លាប់ដូចទេធ្លាប់ឆ្នាំណាតាំងពីខ្ញុំនៅរៀនទី7ហ្នឹងទេ ដល់ពេលឥឡូវមានអារម្មណ៍មិនទៅការសម័យបានខ្លាយទៅជាការប៉ັດអារម្មណ៍ថាសប្បាយចិត្តខ្លាំងហើយអរគុណដល់នៅជុំវិញខ្លួនខ្លាំងមែនតើឃើញការតស៊ូប្អូនចាទោះបីផ្ទះលំបាកមិនក៏គាត់អត់យកបញ្ហាដាក់មុខដែរអញ្ចឹងថ្ងៃនេះគឺបាននាំយកអង្គថវិកាពីក្រុមហ៊ុន Sibai Paris ខ្ញុំមកលៀនហើយនឹងបងខ្ញុំ500000ហាងពេជ្រឆោពាន់បងខ្ញុំ500000អ្នកដែលគាត់នៅជាប់ហាងខ្ញុំគាត់ចូលតាមខ្ញុំ100 អញ្ចឹងគាត់ថាខ្ញុំឲ្យអ្នកណាឲ្យទៅអញ្ចឹងខ្ញុំយកឲ្យអូន100ហើយនឹងតំណាងក៏គាត់ចូលរួមដែរអញ្ចឹងគាត់ចូល2000000អញ្ចឹងទាំងអស់2លាន100,000ចូលទៅអូនដើម្បីលើកទឹកចិត្តអូនហើយសង្ឃឹមថាអូននឹងព្យាយាមខំប្រឹងជាងនឹងទៀតសួរអមអូវិញទាំងអស់បាទចូលជួយអានោះគាត់មេខុំតោះសុំសម្ភារអូនតិចណាបាទអូនមកឃើញនេះហ្នឹងយូរបុកមកអូយយូរថាបុកមកអត់ទេកំពស់ខ្ញុំនៅបុកហើយនៅកំពស់មក10000រៀលnóមាន sensor ដល់នេះអត់ប៉ែsensor ចាជម្រាបសួរពុកម៉ែបងប្អូនចាឥឡូវខ្ញុំមកដល់ផ្ទះអូនប្រុសដែលគាត់ជាប់ចំណាត់ថ្នាក់លេខ1ផ្នែកគណិតវិទ្យាចាជាប់ថ្នាក់ទី12ផ្នែកគណិតវិទ្យាហើយឈ្មោះច័ន្ទសវណ្ណរិទ្ធទៀតអាយុប្រហែលដែរអាយុ17ឆ្នាំ17ឆ្នាំអូយហ៊ានជាណាញ់អញ្ចឹងតាមធម្មតា6 18បានចាប់ថ្នាក់ទី12យើងចាប់បានហើយ17ចាពុកម៉ែបងប្អូនឲ្យសារឃើញជីវិតគាត់តស៊ូហើយអញ្ចឹងក៏មកលើកទឹកចិត្តគាត់បន្តិចចាហើយចង់សួរនាំគាត់ថាអ្វីដែលបណ្ដាចិត្តអូននេះតាម៉ាក់ក៏គាត់អត់សូវមានធនធានបណ្ដាធ្វើម៉េចដែលបណ្ដាចិត្តឲ្យយើងខំប្រឹងរៀនបានដល់ថ្នាក់ជាប់ចំណាត់ថ្នាក់លេខ1ហ្នឹងបាទតាជំរុញដែរធ្វើឲ្យខ្ញុំមានទឹកចិត្តក្នុងការរៀនសូត្រនេះគឺកត្តាទី1គឺយើងខ្លួនឯងហើយទី2គឺគ្រួសារយើងទី3លោកគ្រូហើយតាទី4គឺសង្គមរបស់យើងគឺមនុស្សរស់នៅជុំវិញខ្លួនយើងរួមទៀតបាទនិយាយរួមជំរុញទាំងអស់បាទតាំងពីក្មេងមកយើងខំប្រឹងរៀនអញ្ចឹងឬមួយក៏តាមរៀងធំទេការនៅក្មេងខ្ញុំខំប្រឹងរៀនលុយទៅពីថ្នាក់ទី1ដល់ទី6ខ្ញុំចូលចំណាត់ថ្នាក់ល្អរហូតបាទតែថ្នាក់ទី7ដល់ទី12ខ្ញុំបដោតលើខ្លាំងតែគណិតវិទ្យាអញ្ចឹងខ្ញុំអត់សូវបានចំណាត់ថ្នាក់ល្អបានចំណាត់ថ្នាក់គណិតវិទ្យាហ្នឹងល្អជាងគេចំមូលហេតុអីបានយើងពេញចិត្តអាផ្នែកគណិតវិទ្យាហ្នឹងគណិតវិទ្យាឃើញប្រើច្រើននឹងជីវភាពរស់នៅយើងសប្តាហ៍ថ្ងៃនឹងគៀវហើយនឹងភាពតាក់ទាញក្នុងការប្រើប្រាស់វាក្នុងការធ្វើសំណង់អីផ្សេងនឹងការដោះស្រាយអីដែលយើងពិបាកគិតមិនរួចទេចឹងយើងអាចប្រើគណិតជាជំនួយដោះស្រាយបានតែអូនមើលទៅធនធានដូចល្មមដែរពេលអូនទៅរៀនអីខ្វះខាតឬមួយក៏មិនអីមិនដែរខ្ញុំខ្វះខាតតិចតួចដែរព្រោះពុកម្ដាយរបស់ខ្ញុំគាត់ខំប្រឹងលុយដើម្បីខ្ញុំព្រោះគាត់លំបាកអីក៏ខ្ញុំអត់ដឹងដែរគាត់អត់ប្រាប់ខ្ញុំគាត់លំបាកប៉ុន្តែគាត់អត់បានប្រាប់ទេប៉ុន្តែសំខាន់អូនឃើញគាត់លំបាកអូនព្យាយាមរៀនបាទព្យាយាមរៀនព្យាយាមដល់ប្រទេសជាតិគេទទួលស្គាល់មកដល់បច្ចុប្បន្នបាទដែរនឹកស្មានទេថាខ្លួនឯងបានជាប់អត់ដែរនឹកស្មានទេអត់ដែរនឹកស្មានទេគេដង្ហែក្បួនហ្នឹងដឹងថាពេលដែលគេប្រឡងជាប់ហ្នឹងគេក្រងនឹងដង្ហែក្បួនសម្រាប់អ្នកជាប់ឬមួយក៏យ៉ាងម៉េចគេដង្ហែក្បួនសម្រាប់អ្នកជាប់លទ្ធផលទូទាំងប្រទេសគេដង្ហែចឹងហ្មងរាល់ឆ្នាំបាទ
ឲ្យតែមានអ្នកចូលទៅទាំងដែរសម័យថាខ្ញុំថ្ងៃណាមួយនឹងបានអញ្ចឹងដែរ ធ្លាប់ដូចទៀត ធ្លាប់ឆ្នាំណា តាំងពីខ្ញុំនៅរៀនទី7ទៀត ដល់ពេលឥឡូវមានអារម្មណ៍មិនទៅការសម័យបានខ្លាយទៅជាការប៉ັດ អារម្មណ៍ហាក់សប្បាយចិត្តខ្លាំងហើយអរគុណដល់លើជំនួយខ្លួនខ្លាំងមែនតើ មនុស្សជំនាញខ្លួនជំរុញអីខ្លះបានលើកទឹកចិត្តអូនឲ្យខំប្រឹងរៀនខ្លាំងណាស់ ពេលយើងរៀនមុខជាកណ្ដាលជាអញ្ចឹងគាត់ឃើញយើងល្អអញ្ចឹងគាត់តែងផ្ញើឯកសារអីដែលតាក់ទងកណ្ដាលជាឲ្យយើងមើលរហូតហើយជួយយើងពេលយើងខ្វះខាតអីអញ្ចឹងគាត់ជួយលុយជួយអីយើងដែរបាទ អូបាននិយាយរួមបានអ្នកជុំវិញខ្លួនល្អ បាទ ចោះអត់មានអ្នកជុំវិញខ្លួននាំទៅខូចឬមួយក៏នាំទៅប៉ាវឡែដើរលេងវាយគ្នាគប់ហោះដូចក្មេងដតីទេ អត់ដែរមែនទេ អត់ដែរមានទេ បាទ ពុកម៉ែបងប្អូននេះជាសារចែកម្លែកព្រោះអីរាល់ថ្ងៃឃើញក្មេងខ្ញុំនិយាយរឿងក្រក់គេហៅថាក្មេងពៀរាល់ថ្ងៃណាដែលគាត់អត់បានចូលសាលាទេហើយព្យាយាមជិះម៉ូតូហោះសិតតកាប់ដាវសិតតអីហើយអញ្ចឹងអ្វីដែលអាចថាយកគំរូតាមប្អូនប្រុសបានអូនអាចជួយចែកម្លែកបន្តិចទេធ្វើម៉េចដូចថាឲ្យគាត់បានប្រពន្ធអូនឲ្យគាត់ព្យាយាមខំប្រឹងរៀនហើយកុំដើរចូលអ្វីដែលអត់ល្អអីចឹង សូមផ្ដាំទៅពួកគាត់ឲ្យខិតខំប្រឹងប្រែងរៀនសូត្រទោះបីយើងក្រលំបាកឲ្យទៅដល់យើងកុំបោះបង់ព្រោះអីមានតែការរៀនសូត្រដែលអាចផ្លាស់ប្ដូរជីវិតយើងរស់នៅបាទ ឃើញការលើកទឹកចិត្តមិនថាថ្នាក់ដឹកនាំហើយនឹងប្រជាជនដែលនៅស្រុកភូមិឬមួយក៏ទូទាំងប្រទេសឲ្យមានអារម្មណ៍មិនដែរ សប្បាយចិត្តហើយក៏អរគុណពួកគាត់ដែលជួយគ្រប់គ្រងខ្ញុំនឹងជួយលើកទឹកចិត្តខ្ញុំឲ្យជួយដល់សម្ភារៈខ្លះៗដល់ខ្ញុំរៀនដែរបាទ ហើយសាលានេះឆ្ងាយអត់ សាលានៅឆ្ងាយផ្ទះប្រហែលជា 4-5 គីឡូដែរលោកទៀត 4-5 គីឡូដែរទៅជាអីទៅ ជិះម៉ូតូលោកទៀត អូជិះម៉ូតូទៅស្មាតដែរទៅអីទៅដាច់ខ្យល់ អញ្ចឹងប៉ាមួយថ្ងៃគាត់ព្យាយាមធ្វើការរកស៊ីដើម្បីចិញ្ចឹមអូនដើម្បីឲ្យទៅរៀនទេឬមួយក៏អូនចេញទៅរកស៊ីធ្វើការដែរ អត់ទេខ្ញុំរៀនតែរៀនមួយមុខទេលោកទៀត អញ្ចឹងគាត់ឲ្យយើងខំប្រឹងទៅរៀនមួយមុខទេ បាទ ចុះគាត់មានផ្ដាំផ្ញើអីហ្នឹងបានអូនខំប្រឹងរៀនមក គាត់ផ្ដាំខ្ញុំឲ្យខំប្រឹងប្រែងរៀនសូត្រព្រោះអីមានតែការរៀនសូត្រដែរធ្វើឲ្យយើងជីវិតយើងប្រសើរជាងមុនហើយធ្វើឲ្យផ្លាស់ប្ដូរជីវិតគ្រួសារនិងសង្គមគេមើលវិល័យយើងផ្សេងទៀត មកឃ្លានេះគឺមានន័យស្រាប់ទៅមានតែការរៀនសូត្រទេបានធ្វើឲ្យការផ្លាស់ប្ដូរជីវិតយើងបានដូចមកដល់ឥឡូវអញ្ចឹងគឺសង្គមគេទទួលស្គាល់ហើយទោះបីអូនជីវភាពផ្ទះអត់សូវល្អមែនប៉ុន្តែសង្គមគេទទួលស្គាល់ហើយលើកទៅសារមានអីផ្ដាំផ្ញើសម្រាប់ប្អូនអ្នកដែលគាត់កាត់ចាក់គ្នារាល់ថ្ងៃដើម្បីឲ្យគាត់ដើរផ្លូវត្រូវដើរផ្លូវដូចអូនណា សូមផ្ដាំទៅពួកគាត់ឲ្យគិតដល់ពុកម្ដាយគាត់នឹងសង្គមជាតិទោះនៅសប្ថ្ងៃផងព្រោះអីកាលណាតែយើងដើរលេងវាយគ្នាកាប់ចាក់អញ្ចឹងធ្វើឲ្យសង្គមយើងនឹងអត់មានសម្ដាប់ធ្នាប់ផ្នែកសន្តិភាពទេបាទហើយណាមួយធ្វើឲ្យពុកម្ដាយរបស់យើងពិបាកចិត្តនឹងគេអ្នកភូមិអ្នកអីគេមើលងាយយើងវាឡៃយើងផ្សេង ចាហើយសំខាន់អូននិយាយភាគច្រើនគឺមានន័យគ្រាន់តែការគាត់អត់សូវប៉ិននិយាយចង់និយាយថាអ្វីដែលគាត់កោគឺអ្វីដែលគាត់ខ្សែបគប់មនុស្សដែលនៅជុំវិញខ្លួនគឺសិតតែល្អម៉ែឪក៏ល្អចាគាត់គិតល្អអីល្អអ្នកគ្រូលោកគ្រូគាត់មានអីគាត់ចែករំលែកឲ្យយើងហើយពួកម៉ាក់មិត្តភ័ក្តិអីមានឯកសារអីដែលតាក់ទងថាពីយើងរៀនគាត់ក៏ចែករំលែកត្រូវអត់ហើយអ្នកស្រុកអ្នកភូមិក៏គាត់ជួយម្នាក់បដៃមួយជើងដែរត្រូវទេ បាទ ហ្នឹងហើយ ព្រោះឲ្យខ្ញុំជួយអធិប្បាយគាត់ព្រោះឲ្យគាត់ដូចនិយាយតិចខ្លាចពុកម៉ែបងប្អូនអត់សូវយល់អញ្ចឹងណាហើយថ្ងៃនេះក៏បានមកលើកទឹកចិត្តគាត់ចាចាំពុកម៉ែបងប្អូនដោយសារឃើញការតស៊ូប្អូនចាទោះបីផ្ទះលំបាកមិនក៏គាត់អត់យកបញ្ហាដាក់មុខដែរអញ្ចឹងថ្ងៃនេះគឺអត់មានអីទេគឺបាននាំយកអង្ករ100គីឡូ10បាវហើយនឹងទឹកស្អ៊ីវទឹកត្រីខហើយនឹងសាច់ក្រកត្រីងៀតបាក់យ៉ងគៀមក្រក បងគៀមក្រកនេះទុកបានយូរហើយថាវិការពីក្រុមហ៊ុនស៊ីបែប៉ារីសខ្ញុំមកលៀនហើយនឹងបងខ្ញុំ500000ហាងពេជ្រឆោពាន់បងខ្ញុំ500000មួយរយៈមុនខ្ញុំធ្វើ charity ដល់ពេលអញ្ចឹងអ្នកដែលគាត់នៅជាប់ហាងខ្ញុំគាត់ចូលតាមខ្ញុំ100 អញ្ចឹងគាត់ថាខ្ញុំឲ្យអ្នកណាឲ្យទៅអញ្ចឹងខ្ញុំយកឲ្យអូន100ហើយនឹងតំណាងក៏គាត់ចូលរួមដែរអញ្ចឹងគាត់ចូល2000000អញ្ចឹងទាំងអស់2លាន100000ចូលទៅអូនដើម្បីលើកទឹកចិត្តអូនហើយសង្ឃឹមថាអូននឹងព្យាយាមខំប្រឹងជាងនឹងទៀតតែភ្លេចសួរមួយសំណួរភ្លេចសួរថាចង់ធ្វើអីទៅថ្ងៃអនាគត
nhưng mà ở toàn đang chả ba luôn kiểu vậy trăm rồi thì chúng ta bạn đâu phải dừng bà đằng một cái chế thì tại bởi dừng một ស្រ cái ឡា chế ញ់អី này គេ lạnh khang công tờ kiểu ស្រឡាញ់ខាងកុំព្យូទ័រ digital ហើយក៏ពាក់ព័ន្ធពីអី khang ở công tờ sai ở luôn kiểu ស្អីអីស្អីគេបង ใส่อันไปแปะพร้อมជាមួយនឹងកូដមួយអីមែន bạn នៅមួយកូដមួយ IT មានច្រើនមាន design មាន set code មានអីចឹង សង្ឃឹមថាអូនជោគជ័យក្នុងការរៀនសូត្រហើយនឹងទៅមុខទៀតការងារក៏រលូនហើយមានលុយច្រើនដើម្បី support ក្រុមគ្រួសារទាំងមូលចឹងអានេះ2លាន100000ណាហើយនឹងអាវ៉ាន់ទាំងអស់ជូនទៅក្រុមគ្រួសារអូនណាលើកទឹកចិត្តអរគុណច្រើន